នេះមកបេះអានងដែលគាត់ដាំគាត់ថាអានងហ្នឹងដើមដៃផ្អែមឆ្ងាញ់មែនតើអានងធម្មជាតិចឹងសុំចែកគាត់3000ជិះថាគាត់ដាំតាមមួយត្រឹងហ្នឹងល្អនៅក្នុងបឹងហ្នឹងមានទាំងឈូកហើយឈូកឃើញគាត់អាសាដមានកៅឈូករបស់ធម្មជាតិហូបអត់ពិបាកភ័យខ្លាចថាគេមានបងប្អូនអើយខ្ញុំចូលចិត្តណាស់ហើយត្រប់នេះគាត់ដាំហើយឃើញផ្កាតាមតិចទៀតបានហូបហើយបឹងនេះឃើញចឹងឯណាសម្បូរកូនកពឹសកូនត្រីឃើញគាត់អាសាអូសដែរហើយវាទៅត្រីក៏ភ្លៀងត្រីគាត់ខ្វះទេកលែកមកមើលអានងវិញនិយាយថាមកត្រឹងនឹងនិយាយថាក្តឹបអត់ក្រោម50អានងទេនិយាយថាខ្ចីមែនតែនហើយកូនប៉ោខ្ញុំឃើញអានងនិយាយថាខ្វះកយកជ្រលក់ជាមួយនឹងផ្អកទឹកគ្រឿងអីហ្នឹងស្ងោរទាំងសបកមិនបាច់ចិត្តវាទេដោយសារវាជាក្តឹបអានងហើយខ្ចីរវក់អានងនេះក៏បញ្ជាក់ថាខ្ញុំបានហូបមុនគេអានងដើមដៃផ្អែមជាតិណាបេះថ្មីយកទៅឆានិយាយថាដាក់ជាមួយពងទាមកសាច់ជ្រូកតិចមកអូយវាថាឆ្ងាញ់និយាយថារបស់ធម្មជាតិមិនក៏ឆ្ងាញ់ហ្នឹងបងប្អូនសាវាមានជាតិគីមីឃើញចឹងមកបើឃើញចឹងណាប៉ុន្តែក្តឹបច្រើនណាស់ដោយសារតែនៅក្នុងបឹងនេះតើតែខែប្រាំងបានគាត់ដាំដំណាំបានពីខែវស្សាលិចទឹកអស់ហើយមើលតាអូននឹងមើលតាអូអានងច្រើនណាស់យូយឃើញមករងទូចឹងណាប៉ុន្តែមានអ្នកកក់គាត់ទៀតណ1គីឡូ2គីឡូដោយសារតែអ្នកចិត្តខាងគាត់គិតថារបស់គីមីធម្មជាតិចឹងគាត់ចូលចិត្តហូមថាខ្ញុំថាគេបងប្អូនខ្ញុំចឹងដែរតនេះជិះម៉ូតូទៅឲ្យទៅរកបន្លែធម្មជាតិមានកៅឈូកមានត្រប់មានអានងមានត្រីមានកូនកពឹសទៅចែកគាត់ទៅឆ្លងជូរស្លោអីមកសឡចឹងដែរណាបងប្អូនខ្ញុំបងឃើញហ៎មកត្រឹងនឹងទេប៉ុន្តែបេះអត់មានតនេដៃវាផ្លែច្រើនហើយនេះគាត់ដាំជីតិចចឹងទៅដើម្បីទុកហូបកលែកមកមើលកូនប៉ោខ្ញុំថាអូសប្បាយអត់តោះម៉ោង3ម៉ោង4នាំគាត់មករេលេចអូសិតតែរេលេចទៀតតោះបងអ្នកកាហ្វេមួយកែវបញ្ជាក់ខ្ញុំអត់ចេះហូបកាហ្វេតែខ្ញុំបានតែភ្លក់ទេធ្វើដូចហំហានតំណងធ្វើដូចខ្លួនឯងជាផឹកកាហ្វេតែក៏ប៉ិតកាហ្វេនេះអត់មានជាកាហ្វេទេជាដោះគោច្រើននេះអានងអ៊ំគាត់បេះឲ្យខ្ញុំមកអញ្ចឹងច្រកថងយកទៅផ្ទះគម្រោងមិនដឹងស្លោអីទេប៉ុន្តែប្រហែលជានឹកឃើញចង់ឆានៅពងទាផ្អែមឆ្ងាញ់ណាស់បងប្អូនអើយខ្ចីលវក់ខ្ចីហ្នឹងមិនបាច់ចិត្តសបកក៏បានដែរចឹងមកដល់ផ្ទះហើយតោះបងប្អូនធ្វើអីធ្វើទៅបើខ្ញុំវិញឆានៅនងជាមួយពងទា